ក៏ក្រៅឧបទ្វីបកូរ៉េលោកគីមចុងអ៊ុនប្រកាសពង្រីកទាំងអាវុធនុយក្លេអ៊ែរនិងបណ្ដាញចារកម្មមេដឹកនាំកូរ៉េខាងជើងបានបញ្ជាឲ្យអគ្គនាយកដ្ឋានស៊ើបអង្កេតសម្ងាត់បង្កើនប្រតិបត្តិការចារកម្មប្រឆាំងទៅនឹងកូរ៉េខាងត្បូងនិងពង្រីកឃ្លាំងនុយក្លេអ៊ែរដើម្បីត្រៀមកំទេចរកការគំរាមកំហែងពីសត្រូវប្រិមិត្តទស្សនិកជនមកកាន់នីតិព័ត៌មានអន្តរជាតិភាពតានតឹងនៅលើឧបទ្វីបកូរ៉េកំពុងតែឆេះសន្ធោសន្ធៅសារជាថ្មីម្ដងទៀតហើយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP និង Yonhap កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2026បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានចេញបទបញ្ជាដាច់អហង្ការមួយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធាប្រចាំបកលោកបានបញ្ជាឲ្យបង្កើននិងពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែរទាំងបរិមាណនិងគុណភាពរួមទាំងការបញ្ជាឲ្យពង្រីកអំណាចអង្គភាពចារកម្មយោធាដ៏មានឥទ្ធិពលបំផុតដើម្បីត្រៀមខ្លួនទប់ស្កាត់និងកំទេចរកការគំរាមកំហែងពីសត្រូវលោកគីមបានសង្កត់ធ្ងន់យ៉ាងច្បាស់ថាសន្តិភាពពិតប្រាកដគឺមានតែតាមរយៈកម្លាំងយោធាដ៏ខ្លាំងក្លាប៉ុណ្ណោះក្រៅពីអាវុធនុយក្លេអ៊ែរអ្វីដែលធ្វើឲ្យកូរ៉េខាងត្បូងនិងអាមេរិកព្រឺសម្បកបំផុតនោះគឺការបញ្ជាឲ្យពង្រីកទូនាទីរបស់អគ្គនាយកដ្ឋានស៊ើបអង្កេតសម្ងាត់ដែលជាទីភ្នាក់ងារចារកម្មយោធាដ៏មុតស្រួចនិងសំខាន់បំផុតរបស់ទីក្រុងព្យុងយ៉ាងទីភ្នាក់ងារចារកម្មនេះត្រូវបានប្រគល់ភារកិច្ចឲ្យបង្កើនប្រតិបត្តិការស៊ើបការនិងសកម្មភាពសម្ងាត់ក្រោមដីប្រឆាំងទៅនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បីត្រៀមឆ្លើយតបទៅនឹងការគំរាមកំហែងនានាដែលជាការឆ្លុះបញ្ចាំងថាកូរ៉េខាងជើងបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវស្លាប់រស់របស់ខ្លួនជាផ្លូវការហើយអ្នកជំនាញអន្តរជាតិបានសង្ស័យថាភាពក្លាហានរបស់កូរ៉េខាងជើងនៅពេលនេះគឺដោយសារតែពួកគេអាចនឹងកំពុងទទួលបានជំនួយបច្ចេកវិទ្យាយោធានិងផ្កាយរណបស៊ើបការពីប្រទេសរុស្ស៊ីជាថ្នូរនឹងការបញ្ជូនកងទ័ពនិងគ្រាប់រំសេវទៅជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែនជាការឆ្លើយតបក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងបានប្រកាសយ៉ាងច្បាស់ថាខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុតចំពោះការហក់ឡើងនៃឃ្លាំងនុយក្លេអ៊ែរនិងសកម្មភាពបណ្ដាញចារកម្មរបស់កូរ៉េខាងជើងសូមបញ្ជាក់ថាប្រទេសកូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមតាមផ្លូវច្បាប់នៅឡើយដោយមិនទាន់មានការចុះសន្ធិសញ្ញាសន្តិភាពណាមួយទេចាប់តាំងពីឆ្នាំ1953មក